nhóm bên riêng ở sân nào trong trap bóng bóngទៅពេលដែលខ្ញុំតើលេងមាននៅក្នុងក្រុមខ្ញុំនេះគឺមានគ្នាបរទេសម្នាក់គាត់រៀងចំណាស់ដែរហើយគាត់បានពេលយើងធ្វើដំណើរពីភ្នំពេញមកសៀមរាបគាត់បានទិញត្រាវពងតែនៅនោះគឺមានត្រាវពងជ្រុងប៉ិនគាត់ដែរណាគាត់ទិញមកស្បោងហើយជាកន្លះគីឡូហ្នឹងទុកញ៉ាំដល់ពេលញៀកឡើងមកដល់សៀមរាបញៀកឡើងគាត់ទៅណាព្រោះគាត់ញ៉ាំមិននឹងលេងដល់ពេលញ៉ាំទៅលេងបាក់ថ្មិញបាក់ថ្មិញគាត់កំពុងតែញ៉ាំណាដោយសារតែថ្មិញគាត់ហ្នឹងវារៀងពុកដែរតែវាជិះគាត់ដឹងឈឺទេហើយគាត់ក៏ឲ្យញ៉ាំតែចំស្អីគេក៏រឹងម៉េះក៏គាត់ជាមកឃើញថ្មិញទៅគាត់ថាគាត់នឹងប្រាប់ខ្ញុំឲ្យថាកន្លែងតែញ៉ៃណែនាំបន្តិចហ្នឹងគឺគេធ្វើស្អាតគឺមានថ្មិញនៅក្នុងហ្នឹងអញ្ចឹងដល់ពេលគាត់អត់បានចាប់រហូតយកថ្មិញហ្នឹងទៅដាក់ក្នុងធុងសារ៉ាមទៅពេលហើយគាត់រៀបចេញទៅក្រៅគាត់កាត់ថ្មិញតែដល់ថ្មិញក៏គាត់មើលទៅចំបាច់បាត់ថ្មិញមួយចឹងក៏គាត់នឹកឃើញថាអូប្រហែលជាថ្មិញនេះគឺថ្មិញរបស់គាត់ហើយគាត់ក៏ទៅកាយធុងសារ៉ាមរកថ្មិញនឹងវិញដល់ពេលកាយទៅយកថ្មិញហ្នឹងដាក់មកថាអូថ្មិញគាត់សោះចឹងគាត់ថា big នឹង complain ទៅអ្នកលួចឬក៏ complain មកខ្ញុំដែរណែនាំគាត់ចឹងណាខ្ញុំបាទបងប្អូនខ្ញុំថាជារឿង complain សម្រាប់បងប្អូនអរគ្នាអរគុណច្រើន